คือผู้ជាសំណួរដំបូងថាតើពេលនេះថៃបានផ្លាស់ប្ដូរដោយប្រកាសរំលាយជាឯកតោភាគីនៅកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរថាតើពាក់ព័ន្ធទៅនឹងបញ្ហានេះជាពិសេសអាមេរិកហើយនិងប្រធានអាស៊ានដែលមានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទនឹងមានវិធានការយ៉ាងម៉េចជាមួយនឹងថៃទេចា៎បាទអរគុណច្រើនសារព័ត៌មាននេថាផុសដែលបានមកសួរបញ្ហានេះមែនតើយើងប្រើថៃប្រើពាក្យថាព្យួរឬក៏ផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡុំពួរនិងការផ្អាកទៅលើកិច្ចវត្តការទ្វេភាគីទាំងអស់អានេះរដ្ឋាភិបាលថៃបានប្រកាសយ៉ាងដូចនេះនាយករដ្ឋមន្ត្រីអនុទិនឆានវរៈគុលបានចេញមកប្រកាសនៅរសៀលថ្ងៃទី11ខែវិច្ឆិកានេះឆ្នាំ2025អញ្ចឹងការប្រកាសផ្អាកនេះយើងបើជាទស្សនៈរបស់ខ្ញុំគិតថាថៃបានមានគ្រោងការសេណារីយ៉ូនេះទុករួចជាស្រេចទៅហើយថៃកិច្ចព្រមព្រៀងបានមានន័យថាថៃនឹងរំពឹងថាខ្លួនឯងនឹងប្រកាសមិនទទួលយកឬក៏ផ្អាកកិច្ចព្រមព្រៀងនឹងតែម្ដងពីព្រោះអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះมันបានផ្ដល់ផលចំណេញនៃនយោបាយទុច្ចរិតរបស់ខ្លួនទេនយោបាយទុច្ចរិតមានន័យថាថៃបានដូចថាផុសបានដឹងហើយថៃចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាដើម្បីឈ្លានពានទឹកដីកម្ពុជាបានថៃគូសផែនទីឯកតោភាគីថៃមិនទទួលយកសន្ធិសញ្ញាបារាំងសៀមអីជាដើមដោយឡែកសេចក្តីប្រកាសរួមកូឡាឡាំពួរថ្ងៃ26តុលា2025នេះបាននិយាយថាថៃត្រូវបកគល18នាក់នោះមកយោធិនកម្ពុជា18នាក់ហើយប្រទេសទាំងពីរណាកម្ពុជាថៃត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិដែលមានស្រាប់តាមសន្ធិសញ្ញាបារាំងសៀមតាម MOU អីទាំងអស់ហ្នឹងអញ្ចឹងកាលណាអនុវត្តអញ្ចឹងថៃអត់បានបំពេញតាមបំណងមហិច្ឆតាឈ្លានពានរបស់ខ្លួនទេអញ្ចឹងថៃសញ្ញេពេលនោះសញ្ញេយកទៅរួចខ្លួននៅមុខដូណាល់ត្រាំនិងមុខលោកអានវ៉ៃប្រហែលអ៊ីប្រាហ៊ីមទេសញ្ញេនៅមុខដូណាល់ត្រាំដើម្បីចរចាពន្ធបដិការប៉ុន្តែប្រហែលជាពន្ធបដិការនោះប្រហែលជាមិនសមនឹងបំណងគាត់ឬយ៉ាងណាគាត់មកកន្លះពេលនេះភ្លាមឥឡូវនេះយើងឃើញខាងម៉ាឡេស៊ីលោកអានវ៉ៃប្រហ៊ីមបានចេញជាសេចក្តីមកថាខ្ញុំមើលឃើញព័ត៌មានបាញ់មិញនេះណាចាថាគាត់នៅតែដើរតួសម្របសម្រួលសេចក្តីថ្លែងការណ៍ឲ្យអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡំពួរនោះដដែលហើយអំពាវនាវឲ្យថៃនៅតែគោរពប៉ុន្តែថៃលោកអនុទិនឆានវរៈគុលនាយករដ្ឋមន្ត្រីបានចេញមកបដិសេធចេញមកមិនគោរពថែមទាំងជំរុញតាមសារព័ត៌មានដែលខ្ញុំបានអានគឺឲ្យកម្ពុជានឹងបើជាសុំទោសថៃទៅវិញបាទសុំទោសថាដែលធ្វើឲ្យទាហានថៃនោះណែជន់មីនឯជាដើមនេះជាទង្វើទុច្ចរិតដែលគេហៅថាបើខ្ញុំហៅពាក្យធ្ងន់បន្តិចថាថៃកំពុងតែឈួតលីលាក្នុងគណៈពេលដែលខ្លួនឯងត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមសន្តិភាពនេះគឺគេហាមធ្វើសកម្មភាពទាំងឡាយណាតែខ្លួនឯងមិនត្រឹមតែមិនធ្វើទេចូលទៅទឹកដីកម្ពុជាពីព្រោះតែរុលចូលហ្នឹងបានជន់មីនហើយជន់មីនបើទោះមីនចាស់មីនថ្មីអីខ្ញុំយើងកំតាន់ថាមីននេះវានៅក្នុងទឹកដីកម្ពុជាអញ្ចឹងបើនៅក្នុងទឹកដីកម្ពុជានៅតំបន់ដែលមានមីននៅក្នុងសង្គ្រាមស៊ីវិលរបស់កម្ពុជាអញ្ចឹងកាលណាខ្លួនឯងចូលច្បាស់ជាខ្លួនឯងបានបំពេញសន្ធិសញ្ញាបានបំពេញកិច្ចព្រមព្រៀងឬសេចក្តីប្រកាសរួមទីក្រុងកូឡាឡំពួរនឹងហើយខ្លួនឯងជាអ្នកខុសហើយឲ្យបែរជាចោទកម្ពុជាជាអ្នកខុសគឺថៃជាអ្នកខុសនេះគឺជាទង្វើឈួតលីលារបស់ប្រទេសថៃឈួតទាំងនាយករដ្ឋមន្ត្រីឈួតទាំងទាហានហ្នឹងអញ្ចឹងក្នុងទង្វើទុច្ចរិតនេះគឺដើម្បីបដិសេធក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនឹងឯងបាទអញ្ចឹងសហគមន៍អន្តរជាតិគេបានមើលឃើញហើយនៅទង្វើទុច្ចរិតរបស់ថៃនិងឈួតលីលារបស់ថៃនៅចំណុចហ្នឹងចាបច្ចុប្បន្នភាពនេះឃើញថាច្បាស់ហើយថាថៃបានយកទាហានរបស់ខ្លួនមកលេងសើចដោយមានការចន់មានអីយ៉ាងទៅបើគឺសម្រាប់ក្តីរំពឹងដែលទាហានខ្មែរ18នាក់វិញអាចនឹងបានមកវិញដោយស្រួលទេលោកបណ្ឌិតខ្ញុំនៅមានសុចន្ទៈរំពឹងទៅលើសហគមន៍អន្តរជាតិនឹងតាមដានកិច្ចការនេះពីព្រោះរឿងនេះវាទៅដល់ដៃលោកប្រធានាធិបតីដូណាល់ត្រាំហើយទៅដល់ដៃលោកអាន់វ៉ាអ៊ីប្រាហ៊ីមហើយអញ្ចឹងប្រសិនបើរឿងនេះប្រទេសទាំងពីរទាំងសហរដ្ឋអាមេរិកទាំងប្រទេសម៉ាឡេស៊ីមិនបានតាមដានទេនឹងធ្វើឲ្យគេហៅថាទម្ងន់នយោបាយរបស់សហរដ្ឋអាមេរិក
នឹងក៏ដូចជាប្រធានអាស៊ានហាក់ដូចជាអត់នៃពីព្រោះរឿងនេះលោកប្រធានាធិបតីដូណាល់ត្រាំបានអញ្ជើញទៅទីក្រុងកាឡាឡំពួរអង្គុយចុះហត្ថលេខាជាហត្ថលេខីរួមតុកជាមួយទាំង4នាក់មានន័យថាជាការយកចិត្តទុកដាក់របស់គាត់ខ្លាំងណាស់អញ្ចឹងប្រសិនបើគាត់បលែងរឿងនេះឲ្យថៃធ្វើស្រេចនឹងចិត្តអញ្ចឹងឥទ្ធិពលនយោបាយសហរដ្ឋអាមេរិកដែលជាបងធំទី1លើពិភពលោកនេះជាមហាអំណាចទី1របស់ពិភពលោកហ្នឹងតើវាយ៉ាងម៉េចទៅវិញទី1ទី2ករណីអាស៊ានដូចគ្នាដែរលោកអាន់វ៉ៃអ៊ីប្រាហ៊ីមគាត់តាំងចិត្តធ្វើកិច្ចការហ្នឹងឲ្យខាងតែបានអញ្ចឹងយើងរំពឹងថាលោកអាន់វ៉ៃអ៊ីប្រាហ៊ីមនឹងតាមដានកិច្ចការហ្នឹងហើយជំរុញឲ្យថៃអនុវត្តឲ្យខាងតែបានវិលមករកកិច្ចព្រមព្រៀងនេះឡើងវិញហើយខ្ញុំសូមបញ្ជាក់ថាថៃកម្ពុជាបានដឹងថាថៃនៅប្រកាន់នៅសេណារីយ៉ូបែបនេះក៏ប៉ុន្តែកម្ពុជាដាច់ខាតមិនដើរតាមសេណារីយ៉ូថៃទេកម្ពុជាមិនអាចបដិសេធដោយថៃបានទេពីព្រោះកម្ពុជាគោរពរាល់កិច្ចព្រមព្រៀងគោរពនៅរាល់សន្ធិសញ្ញាដែលមានពាក់ព័ន្ធនឹងព្រំដែននេះมันអាចបដិសេធមួយណាបានទេបាទនេះជាចំណុចយើងចំណុចដែលត្រឹមត្រូវចំណុចដែលជាសក្តានុពលសម្រាប់ទៅចែកឬក៏ពិភាក្សាចរចារឿងព្រំដែននេះបាទចាសម្រាប់ជាទស្សនៈរបស់លោកបណ្ឌិតជាចុងក្រោយពេលនេះកម្ពុជានៅតែមានច្រកចេញទេឬមកក៏កម្ពុជាហត់នឿយនៅក្នុងការភាពកលិចកលុចរបស់ប្រទេសថៃកលិចកលុចរបស់ថៃហ្នឹង100ឆ្នាំជាងហើយណា100ឆ្នាំជាងហើយអញ្ចឹងកម្ពុជាអត់ទៅហត់អីថ្ងៃហ្នឹងទេរឿងបញ្ហាអធិបតេយ្យអត់មាននិយាយថាហត់ឈប់ធ្វើបានទេបើណាកាលណាឈប់ធ្វើតើថៃនៅព្រមនៅត្រឹមហ្នឹងឯងគេចូលមកទៀតអញ្ចឹងអត់ហត់ទេត្រូវតែធ្វើទៀតរដ្ឋាភិបាលត្រូវតែធ្វើទៀតបើរដ្ឋាភិបាលហត់អញ្ចឹងអ្នកផ្សេងគេសុំធ្វើជំនួសឥឡូវហើយអញ្ចឹងកន្លែងនេះខ្ញុំសូមឆ្លើយថារដ្ឋាភិបាលមិនអាចហត់បានទេត្រូវតែបន្តធ្វើត្រូវតែមានសុឆន្ទៈនឹងធ្វើហើយប្រជាពលរដ្ឋត្រូវតែសាមគ្គីរួបរวมជាមួយរដ្ឋាភិបាល